សួស្តីជំរាបសួរទាំងអស់គ្នាបាទសួស្តីនេះគឺមួយរបស់ខ្ញុំកូនមិត្តភក្តិរបស់ប៉ាទៅតែមកពីគាត់គេបកកាយទៅស្នេះប៉ាចង់ឲ្យបងពីស្វែងយល់ចិត្តគ្នាទៅវិញទៅមកបងដូចគ្រូខ្សាច់រងសាច់នៅក្នុងខ្យល់ចាប់ដូចបងបហិតឆែកត្រាត្រាចាប់ពីស្អែកនេះទៅបងត្រូវឃ្លាតអូនហើយសូពីផ្ដាំចុងក្រោយឲ្យអូនថើខ្លួនពេលអត់ពីបងសូមអូនឆាប់មានថ្មីកុំយំនឹកបងអីគ្មានប្រយោជន៍ទេស្ងួនតែបើបងមនុស្សល្អចាំយំដោយសារបងមិនមែនជាបងដូចពីមុនទេបងខំតែហ៊ានចាក់ចេញពីជីវិតអូនបងដឹងតែអូនតម្លៃអើក្បាលបងធ្វើទាំងបងខំមិនមែនបែងដូននឹងបញ្ជាទេតែបើខំឬស្អមអូនអាចចេះបងពេលអស់ពីបងសូមអូនឆាប់មានថ្មីមិនគំយំនឹកបងប្រយោជន៍ទេសួរតែបងមនុស្សល្អចាំយំដល់សារបងមិនមែនជាបងដូចពីមុនទេបងខំដែលហ៊ានចាក់ចេញពីជីវិតអូនបងដឹងតែអូនតម្លៃអើក្បែរបងធ្វើទាំងបងខំមិនមែនបេះដូងអ្នកបញ្ជាទេតែបងខឹងឬស្អប់អូនអាចជេរបងបានបងខំដែលហ៊ានចាក់ចេញពីជីវិតអូនបងដឹងតែអូនតម្លៃអើក្បែរបងធ្វើទាំងបងខំមិនមែនបែងដូងនឹងបញ្ជាទេតែបើខឹងឬស្អមអូនអាចចេះបងបានតែបើខឹងឬស្អមអូនអាចចេះបងបាទមិនបានតាលោកមានចំណាប់អារម្មណ៍ណាស់ដែរដែលសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថាកញ្ញាសុវិស័យមានទំនាក់ទំនងស្នេហាជាមួយអបអរគូបាទយើងថាបីដូចជាមានចាប់អារម្មណ៍